ជំរាបសួរប្រិយមិត្តទូរទស្សនិកជនដែលកំពុងទស្សនាការផ្សាយនៅលើកញ្ចក់ទូរទស្សន៍អាស៊ីគ្នានៅក្នុងកម្មវិធីវេទិកាអាហារូបករណ៍ស្វាគមន៍លោកអ្នកតាមពេលវេលានិងម៉ោងដដែលមកកាន់កម្មវិធីរបស់យើងដែលមានខ្ញុំបាទពីទូប្រេនដែលជាអ្នកសម្របសម្រួលក្នុងកម្មវិធីទូរទស្សនិកជនជាទីមេត្រីវេទិកាអាហារូបករណ៍គឺជាកម្មវិធីមួយផ្ដល់ជូនលោកអ្នកនៅចំណេះដឹងទាក់ទងទៅនឹងអាហារូបករណ៍ការដាក់អាហារូបករណ៍ការរៀនអាហារូបករណ៍ឬក៏ការជជែកទាក់ទងទៅនឹងការសិក្សាអាហារូបករណ៍ដែលផ្ដល់ជូនអត្ថប្រយោជន៍ទៅកាន់សិស្សានុសិស្សបងប្អូនដែលកំពុងទស្សនានៅក្នុងកម្មវិធីរបស់យើងអ្នកដែលគាត់ចង់ដាក់អាហារូបករណ៍ឬក៏ត្រៀមខ្លួនយ៉ាងណាដើម្បីទទួលបានអាហារូបករណ៍ទូទស្សនិកជនជាទីមេត្រីនៅក្នុងសប្តាហ៍នេះខ្ញុំបានជួបជាមួយនឹងលោកគ្រូដែលគាត់នឹងធ្វើការជជែកជាមួយខ្ញុំទាក់ទងទៅនឹងប្រធានបទអាហារូបករណ៍ក្នុងសប្តាហ៍នេះកុំឲ្យទៅរងចាំយូរជួបលោកគ្រូក្នុងសប្តាហ៍នេះជំរាបសួរលោកគ្រូជំរាបសួរសុខសប្បាយបាទគុណលោកគ្រូណែនាំខ្លួនទៅកាន់បងប្អូនបាទយើងបានស្គាល់បាទយ៉ាងជាបឋមសូមគោរពជំរាបសួរដល់ទស្សនិកជនដែលកំពុងតែតាមដានទស្សនាទៅតាមកញ្ចក់ទូរទស្សន៍អាស៊ីគ្នាក៏ដូចជាពិសេសបងប្អូនបាទដែលជាសាស្ត្រានុសិស្សបាទអញ្ចឹងខ្ញុំបាទឈ្មោះសុនសមារ៉ាបាទជាអ្នកសម្របសម្រួលការបណ្ដុះបណ្ដាលថ្នាក់បញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសប្រឹក្សាគ្រូកុសលបាទនៅមជ្ឈមណ្ឌលស្រាវជ្រាវគ្រូកុសលចំនួនថ្មីនៃវិទ្យាស្ថានជាតិអប់រំហើយខ្ញុំក៏ជាទីប្រឹក្សាអប់រំរបស់ក្រសួងអប់រំយុវជននិងកីឡាបាទដែលជួយទៅលើកម្មវិធីអភិវឌ្ឍភាពច្នៃដឹកនាំនិងកម្មវិធីអប់រំបំណិនជីវិតតាមមូលដ្ឋានហើយនិងគម្រោងមួយចំនួនទៀតហើយលើសពីនេះខ្ញុំក៏ជាគ្រូទេសនៅតាមសាកលវិទ្យាល័យមួយចំនួនផងដែរអរគុណលោកគ្រូបាទលើយើងឈានចូលដល់ប្រធានបទរបស់យើងតែម្ដងសារពេលវេលាលឿនមែនតើលោកគ្រូគិតថាអាហារូបករណ៍ផ្ដល់សារៈសំខាន់អីខ្លះទៅកាន់សិស្សនិស្សិតនេះបាទអរគុណច្រើនបាទសម្រាប់សំណួរនេះបាទជាការពិតសម្រាប់អាហារូបករណ៍យើងអាចបានថាមិនមែនគ្រាន់តែជាឱកាសនៃការសិក្សាដែលឥតគិតថ្លៃទេប៉ុន្តែវាជាស្ពានមាសបាទដែលផ្សារភ្ជាប់មិនន័យថាផ្ដល់ឱកាសឲ្យគាត់អាចបន្តការសិក្សាដើម្បីចាប់ជំនាញឬក៏អាជីពផ្សេងៗទៀតបានបាទហើយលើសពីនោះទៀតយើងអាចបានថាក្រៅពីជួយដល់សេដ្ឋកិច្ចគ្រួសារបាទពាក់ព័ន្ធនឹងអាហារូបករណ៍នេះហើយបាទក៏ជាផ្នែកមួយដែលអាចជួយជំរុញឲ្យគាត់មានឱកាសនៃការកសាងបណ្ដាញទំនាក់ទំនងបាទឬក៏យើងអាចថាទទួលបាននូវឧត្តមភាពដែលសង្គមផ្ដល់ជូនឲ្យគាត់ដែលយើងអាចបានថាគណៈកម្មការតម្រាំតែផ្ដល់ឲ្យអាហារូបករណ៍មួយគឺគាត់គិតបាទថាទីមួយត្រូវមើលទៅលើបុគ្គលិកលក្ខណៈតើសិស្សនិស្សិតម្នាក់ហ្នឹងគាត់ជាអ្នកដែលមានផែនការមានការតាំងចិត្តច្បាស់លាស់ឬអត់អញ្ចឹងទើបគណៈកម្មការផ្ដល់ឱកាសនៃការសិក្សាបាទតាមរយៈអាហារូបករណ៍ហ្នឹងបាទហ្នឹងតែជាផ្នែកមួយដែលខ្ញុំអាចបានថាវាលើសពីការសិក្សាដែលអត់បង់ថ្លៃប៉ុន្តែវាជាស្ពានជាឱកាសមាសសម្រាប់បងប្អូនសិស្សានុសិស្សទាំងអស់ហ្នឹងខ្ញុំសង្កេតឃើញបងប្អូនរបស់យើងកាលពីប្រហែលឆ្នាំមុនឬក៏ជំនាន់មុនគាត់អត់សូវហ៊ានដាក់អាហារូបករណ៍មកនេះដោយសារគិតថាគាត់ទៅលើដល់ការដាក់អាហារូបករណ៍គាត់គិតដល់ចំណុចមួយថាគាត់អត់មានសមត្ថភាពដល់ក្នុងការដាក់អាហារូបករណ៍ទេប៉ុន្តែឥឡូវនេះក៏ឃើញសិស្សានុសិស្សបងប្អូនគាត់សាកល្បងដាក់បើទោះបីជាមិនគាត់នៅតែសាកល្បងដាក់អាហារូបករណ៍បាទលោកគ្រូបើសិនបើគាត់ចង់ដាក់អាហារូបករណ៍ឬក៏ការសិក្សាអាហារូបករណ៍នៅថ្នាក់សាកលវិទ្យាល័យតើគាត់គួរត្រៀមខ្លួនពីថ្នាក់ណាមកអរគុណច្រើនបាទសំណួរជាសំណួរមួយដែលសំខាន់ដែរបាទសម្រាប់បងប្អូនបាទខ្ញុំអាចផ្សារភ្ជាប់ពីចំណុចដែលយើងលើកឡើងថាអត់មានទំនុកចិត្តពាក់ព័ន្ធនឹងការដាក់អាហារូបករណ៍បាទជាការពិតការដាក់អាហារូបករណ៍បាទវាបានថាពាក្យថាអាហារូបករណ៍មិនមែនសម្រាប់តែអ្នកដែលខ្លាំងឬក៏វៃឆ្លាតទេត្រឹមត្រូវលោកប៉ុន្តែជាការមួយដែលយើងផ្ដល់ជូនទៅដល់អ្នកដែលគាត់បានត្រៀមខ្លួននិងមានការតាំងចិត្តរួចជាស្រេចបាទសម្រាប់ការសិក្សាទៅលើមុខជំនាញនៃគាត់ជ្រើសហ្នឹងបាទហើយក្នុងលក្ខខណ្ឌនេះនៃការត្រៀមបានន័យថាគាត់អាចទីមួយគាត់ត្រូវតាមដានឬក៏សិក្សាទៅលើព័ត៌មានតាក់ទងនឹងអាហារូបករណ៍ហ្នឹងបាទបានន័យថានៅពេលដែលសាកលវិទ្យាល័យមួយរៀបចំផ្សព្វផ្សាយតាក់ទងនឹងអាហារូបករណ៍គាត់តែមានព័ត៌មានពាក់ព័ន្ធនឹងតម្រូវការនៃការប្រឡងឬក៏តម្រូវការផ្សេងៗនៃគាត់រៀបចំដូចឧទាហរណ៍ជាក់ស្ដែងដូចជានេះពេលកន្លងមកសាកលវិទ្យាល័យកម្ពុជាក៏មានការផ្ដល់អាហារូបករណ៍ច្រើនប្រភេទជាហូរហែហើយច្រើនកន្លែងទៀតអញ្ចឹងជាឱកាសដែលបងប្អូនដែលគាត់ទើបតែចប់ថ្នាក់ទី12ក្តីបងប្អូនដែលគាត់ឬក៏បងដែលគាត់ចប់ការសិក្សាយូរគាត់ចង់បន្តទៅលើថ្នាក់ឧត្តមសិក្សាក្រោយឧត្តមសិក្សាផ្សេងៗគាត់អាចបន្តទៀតបានដូចគ្នាអញ្ចឹងទាមទារយើងអាចថាយើងរៀបចំទីមួយយើងមើលទៅលើតម្រូវការជាក់ស្ដែងស្អីខ្លះដែលជាតម្រូវការស្អីខ្លះដែលជាលក្ខខណ្ឌបាទហើយយើងរៀបចំទៅលើឯកសារដែលជាតម្រូវការហ្នឹងទៅយើងអាចដាក់បានឧទាហរណ៍ដូចការប្រឡងជាសំណេរវាអាចមានការប្រឡងជាចំណេះដឹងទូទៅផ្នែកភាសាអង់គ្លេស
và rồi có mỗi tiết ai tham gia chỉ đầm ra ở sở từ lời proposal mà chân nón chỉ cùng rong sao chiêu mà chân nón và đại diện ai thời điểm trong nó cả thôi lên đằng này chẳng chỉ rú mà ai mơ từ cả sọc sái nâng tiện tông cho môi nâng sọc cho lại sớm mấy là bây giờ ai miền là cả điểm chóm hay từ tụ bàn chụp chơi tiện tông là cả đại hợp cầu này lúc cũ nghĩ tới can piประมาณnăm muốn hai năng lỡ táมือโชบายในการสวายรอกลมดังหาหรือก็มีข้อพิมพ์ข้อไฟในอย่างนั้นจุดนอนม้วนให้ดังนั้นเลย bà chân non muốn như ai bàn thà to tại nè đang miền sai miền bản đáy tự nhiên ai từ tụ bàn po miền đang bàn từ lùm bàn pin lệnh bà rồi có ai thà to là dương miền bản đáy nơi tam sàn tu rồi có chân nội nam mua để kịp đó là có đó tự nhiên ai từ tụ bàn tay ba chữ bón ví dụ chỉ từ lùm từ lìa tràn dương miền chỉ cái hạ tầm po tam Facebook tam group Telegram mà chỉ nút này cái ai đó po miền bàn tràn bạn chẳng đội nơi Scott Chilai làm chứ anh cái lấy cho mưa từ Facebook page của Scott Chilai nhưng ai tam đan nơi cái chọn từ tôi xì cái này rồi có ai từ cái hạ tầm phố có những ai từ tụ bàn của mình tràn mà chẳng miền rụp phim tràn thì những ai từ tụ bàn hay mỗi tiết bà tầm bày từ tụ bàn Harvard con nơi khang kéo bật tích có những miền đôi chữ page mà cho nón còn bàn và mô phút đông đây của miền vẹt con này Harvard con tràn thiết ở những ai từ tụ bàn bà ở lúc cũ lờiนึงโอนบอกยืงยังมือแต่ก็โดยจีกวัดสารบอมแมนเทนในขนมกา apply หาดูก็เจ๊เนเป้เดี๋ยวยืง apply หาดูก็เท่าจะหนีมวยหนึ่งสกอตชิไลมวยหนึ่งละใบยืง apply ทุกบ้านทำดับเติมเพย์พีเลยก็30เลยแต่ไปแต่เดี๋ยวไปจุ่มหนีมวยเตี้ยได้ยืงเซอร์สลันแต่ apply บ้านเราหดดอกมา100พีเลยได้ยืงตัวบ้านแต่สมัยการยุคขึ้นบ้านลูกขู่วิ่งบูทาซัไปคลาเนี่ยมาฉนวนโอนมาฉนวนก็ในมีนกาสเปกสเปอร์ได้สาธิตแต่ก็ apply แมนแต่มากันไหลนี่ติดไปกันไหลจังจอมสลาได้ก็จุ่มนี้นะได้ก็เซอร์สลันมาแต่บ้าน100พีเลยก็สำหรับจัดแต่เชื่อเลยจุ่มนี้ได้ก็จุ่มนี้มวยหนึ่งสลามวยหนึ่งสมัยการยุคขึ้นบ้านลูกขู่วิ่งแต่ยืงเอาดำไหลคลั่งเลยหาดูก็หรือก็ยืงกูแต่พิจารณาแต่เลยจุ่มนี้หรือก็ตีบซาการนี้ดีกว่าbà ở con trai bà sum nô này chia sum nô một đại sum khánh bà môi sắc xa đời ắt cái thấy đời ởประเทศbắn và môi tiết ai thay dương bắn bên tay dương rồi chúng này để dương bình chật mà thay dương bằng thấy bên tay chúng này nếu vì ở bây dương bình chật bà chia cho nói một đại sum khánh khang bên đây mà bà xem đẹp nhóm mà lời bị chật oi pol có được chỉ bong đại miền nông sản phía bên đó cu bị cha nà bên tay cá chưa rồi chúng ní smart này cá chưa rồi chip bà chẳng cả chơi chùm ní mình tha cả na dương riêng chóp dương từ thôi cá vẽ pon chùm ní bảo dương nên tái bờ dương rơi chùm ní nhưng khó hay mình chia chùm ní này dương bên chất chẳng chóp tới dương bà chịu bỏ bong bị chào thôi bà hay xây class để chia ton này cam này cả chơi chùm ní khó bà chùm nhiều từ ní mình tha và cả na dương chơi chùm ní khó mình tha dương thưa bây giờ dương ở sờ lánh càng nghe tụi bây càng nghe năng sưu càng nghe năng ban cầm trái chán cô ai năng bỏ bong chip rồi càng nghe năng chào bà đòi ở bài nào bà khóm được bằng chọc luôn này trong đó chẳng tại bà có thưa thì có chơi chùm ní thì có chip thì có sánh tụi bây càng lùm bạ nhờ mấy có cha có thà pra biệt thà cam smile nữa bà luôn crab thưa bà mấy đồng bày ở còn ai sport thì càng mà tăng chùm nói mùi để cái bộ chuyện đang định tiết là chưa cho nói mùi chẳng cá rư hai bà có đây chip này cái đấy bà sống với cha nè chẳng có ai còn tại ở cả này hai bà có bị bị bom plan gì mà đấy dương miền chụp đưa cha từ tour school chẳng ai ta sầm lăng mớ rồi dương ai ta dương sầm nấu mới tới là thử số ta tá cô bà sinh giờ ro ban cô mình GP mà năm tiết rồi còn riêng sần giờ mạch đài ba giờ mạch đài bà sẽ chỉ nói mua để chuyện đầm đỏ sai để trong sao chụp từ này đó mà ta bà sầm đẹp phone phone riêng sắc xa này thằng bạn nhật bản đó nè chỉ từ tới dương miền chụp đưa mỗi dòng ta sầm đẹp năm mùa than và năm mùa than dương sắc xa tức là bây giờ trong bắt đầu từ cao chỉ lại buổi tiết kia ai dương sắc xa này năm mùa than làng mình thì nó chỉ ở cả mỗi đỡ dương ai sắc xa rất mọi khám năm mới dương ai mưa cả hai bữa cọp xem bạn đi chia cho đội mùi bà hay ở bài trong lực láng trong cô chỉ tây tạ đi sát tại Haruko và Peace Scout chỉ lại Campuchia bà đặc trong miền cả từ ban Haruko mà rồi phía rối bà xin việc thân ạ bận đặt bọc nhóm bà hay sự tất cả này có plan nói con đó Scout chỉ lại nên cái đặc độ krong krong đặt thân ạ đại ban đó là Haruko thì đọc trong bà và chia sẻ đọc thiên bà xong cột trả พิเศษหนึ่งแดนเอาไว้ได้ลูกคู่บางตัวการหลึกล้างก็จะการด่าเตือนใน
បងប្អូនរបស់យើងដែលគាត់កំពុងតែមានភាពគេហៅថាយល់ច្រឡំឬក៏ភ្លេចខ្លួនពេលខ្លះយើងងាកថាទៅហ៊ាននេះទៅអាហារូបករណ៍ 100% អត់សូវចំណាយប៉ុន្តែនៅពេលដែលយើងជ្រើសរើសជំនាញមួយដែលមិនត្រឹមត្រូវជ្រើសរើសសាកលវិទ្យាល័យមួយដែលមិនត្រឹមត្រូវពេលខ្លះក៏វាអាចថិចទៅនឹង plan ជីវិតរបស់យើងដែរបើសិនបើយើងគេហៅថារើសជំនាញឬក៏សាកលវិទ្យាល័យមួយដែលត្រឹមត្រូវអា plan ជីវិតរបស់យើងគឺយើងដើរទៅស្របទៅតាមអ្វីដែលយើងចង់បានលោកគ្រូគិតថានៅពេលដែលយើង apply ការងារដាក់ CV ធ្វើការអីអញ្ចឹងតែនៅពេលដែលយើងមានអាហារូបករណ៍នៅក្នុង CV របស់យើងតើវាជារឿងល្អដែរទេសម្រាប់សិស្សដែលកំពុងតែគេហៅថាសិស្សដែលគាត់ត្រៀមសម្រាប់ចូលធ្វើការងារលោកបាទអរគុណច្រើនបាទចឹងដូចខ្ញុំបានឆ្លើយខាងដើមមកថាអាហារូបករណ៍មិនមែនគ្រាន់តែជាអភ័យឯកសិទ្ធិនៃការចូលសិក្សាដែលបង់ថ្លៃប៉ុន្តែជាឧត្តមភាពជាការផ្ដល់ជូនដោយសង្គមការផ្ដល់ជូនដោយគណៈកម្មការដែលគេជ្រើសរើសមិនថាតើតែនិស្សិតឬក៏បុគ្គលម្នាក់ហ្នឹងគាត់មានសមត្ថភាពទើបវាផ្ដល់ជូនដោយសារនៅគ្រប់អាហារូបករណ៍វាតែងតែមានលក្ខខណ្ឌត្រឹមត្រូវលក្ខខណ្ឌបាទត្រូវបំពេញបែបម៉េចត្រូវរៀនបានបន្ទុកបែបម៉េចបាទដែលអាចរក្សាអាហារូបករណ៍នឹងបានបើមិនដូច្នោះទេអាហារូបករណ៍នឹងអាចដាច់ហើយមកជាសិស្សដែលបងថ្លៃឡើងវិញអញ្ចឹងជាទូទៅអ្នកដែលគេគណៈកម្មការដែលគាត់ជ្រើសរើសបុគ្គលិកគាត់អាចពិនិត្យមើលថានៅពេលដែលនិស្សិតម្នាក់ហ្នឹងគាត់មានការទទួលបានអាហារូបករណ៍មិនថាគាត់មានសមត្ថភាពមានការតាំងចិត្តខ្ពស់នៃការបំពេញភារកិច្ចហើយត្រឹមត្រូវលោកគ្រូអញ្ចឹងវាអាចថាជាចំណុចមួយនៅក្នុងសញ្ញាណាករអាទិភាពដែលគេអាចនឹងជ្រើសរើសយកគាត់បាទទាំងយើងថាទាំងអាហារូបករណ៍ក្តីទាំងការងារស្ម័គ្រចិត្តក្តីតែពីរហ្នឹងវាសំខាន់ណាស់ដើម្បីលីងចូលគ្នានឹងបាទអរគុណច្រើនបាទខ្ញុំសូមបន្ថែមប៉ុណ្ណឹងហើយមួយទៀតដោយសារតែឥឡូវនេះនៅពេលដែលមាតាបិតាណាព្យាបាលគាត់លើកថាកូនគាត់ទទួលបានអាហារូបករណ៍គឺពិតជាមានមោទនភាពមែនទែននៅក្នុងក្រុមគ្រួសារអញ្ចឹងបងប្អូនរបស់យើងគួរតែសាកល្បង apply ទៅពេលខ្លះមិនត្រឹមតែជួយខ្លួនឯងទេជួយថែមទាំងមុខមាត់គ្រួសារទៀតប៉ុន្តែបើក្នុងករណីមួយទៀតនៅពេលដែលយើងទទួលបានអាហារូបករណ៍ហើយគួរកុំបដាច់បដោយព្រោះថាអ្នកមួយចំនួនគាត់គិតថាមានបកាយយូរហើយខ្វល់ច្រើនអីប្រឡែងចោលខ្លះក៏យើងនៅតែចេះដែរបាទទេគឺការសិក្សាគឺអាប់ដេតរហូតមានរហូតថ្មីរហូតអញ្ចឹងនៅពេលដែលយើងទទួលបានអាហារូបករណ៍ហើយយើងអត់ចេះថែរក្សានៅពេលដាច់អាហារូបករណ៍គឺអញថាកិត្តិយសរបស់យើងវាចង់លើសដែលយើងរៀនបងលុយទៀតវាមែនតើណាបាទដោយសារតែយើងធ្វើប្រហែសឬក៏ដោយសារតែយើងមិនយកចិត្តទុកដាក់មិនឲ្យតម្លៃទៅលើការសិក្សាអាហារូបករណ៍នឹងឯងបាទចង់ឲ្យលោកគ្រូលើកទឹកចិត្តទៅកាន់បងប្អូនឲ្យគាត់គេហៅថាហ៊ានដាក់អាហារូបករណ៍ទាំងអស់គ្នាកុំឲ្យគាត់មើលងាយសមត្ថភាពខ្លួនឯងបាទអរគុណច្រើនបាទអញ្ចឹងសម្រាប់បងឬក៏បងប្អូនដែលបាទមានបំណងនៃការបន្តការសិក្សាឬក៏ចប់ថ្នាក់បាក់ឌុបហើយបាទមានបំណងនៃការដាក់បាទដូចខ្ញុំបានជំរាបបានថាអាហារូបករណ៍មិនមែនសម្រាប់តែអ្នកដែលពូកែទេបាទប៉ុន្តែបាទសម្រាប់អ្នកដែលត្រៀមខ្លួនបាទអញ្ចឹងដូចសំបីតែខាងពពុទ្ធតួអង្គពពុទ្ធក៏លោកបានមានពុទ្ធដីកាដែរប៉ុន្តែសម្រាប់ភាពជោគជ័យគឺមិនមែនការបន់ស្រន់ទេប៉ុន្តែជាការត្រៀមខ្លួនត្រៀមលក្ខណៈបាទត្រៀមលក្ខណៈដើម្បីឆ្ពោះទៅកាន់ភាពជោគជ័យហ្នឹងអញ្ចឹងបាទសូមកុំបដាច់បដោយពេលវេលាឲ្យកន្លងហួសយើងគួរតែសាកល្បងថាបើយើងដាក់ហើយប្រឡងហើយយើងអត់បានអាហារូបករណ៍ក៏យើងអត់ខាតដែរប៉ុន្តែយើងទទួលបាននៅបទពិសោធន៍នៃការឆ្លងកាត់នៃការប្រឡងប្រកួតប្រជែងទៅលើឱកាសនៃទទួលបាននៃអាហារូបករណ៍មួយចំនួនហ្នឹងហើយមួយទៀតយើងអាចបានថាឱកាសមានច្រើនអាហារូបករណ៍បច្ចុប្បន្នបាទយើងអាចថាអាហារូបករណ៍ខ្លះតាមរយៈការប្រឡងប្រកួតប្រជែងដែលផ្ដល់ជូនដល់សាកលវិទ្យាល័យអាហារូបករណ៍មួយចំនួនទៀតអាចថាតាមរយៈអិសរាជជនជាន់ខ្ពស់បាទដែលធ្វើការស្នើសុំទៅកាន់សាកលវិទ្យាល័យបាទហើយបាទមានការផ្ដល់ជូនតាមរយៈការស្នើសុំនឹងផ្សេងបាទឬក៏អាហារូបករណ៍មួយចំនួនទៀតអាចថាផ្ដល់តាមរយៈប្រធានសាកលវិទ្យាល័យផ្ទាល់បាទជាងដូចជាក់ស្ដែងនៅសាកលវិទ្យាល័យនៅ UC យើងមានច្រើនប្រភេទបែបហ្នឹងហើយខ្ញុំខ្លួនឯងខ្ញុំទទួលបានអាហារូបករណ៍តាមរយៈនៃការប្រឡងបាទតេស្តសមត្ថភាពហ្នឹងដែលយើងអាចទទួលបានហើយខ្ញុំខ្លួនឯងក៏គិតថាมันមានឱកាសដែរតែជាផ្នែកមួយហើយក៏ខ្ញុំគិតថាបើសិនជាគ្មានអាហារូបករណ៍ក៏ខ្ញុំមិនអាចទទួលបានថ្នាក់បណ្ឌិតបាទបានបញ្ចប់ដូចបច្ចុប្បន្នដែរចំណុចដូចជាផ្នែកមួយដែលថាអញ្ចឹងសម្រាប់ឱកាសអាហារូបករណ៍ពិតជាមានសារៈប្រយោជន៍និងសារៈសំខាន់សម្រាប់កសាងអាជីពបាទហើយវាអាចជាស្ពានមាសដែលខ្ញុំបាននិយាយកណ្ដាលចម្លងយើងឲ្យទៅកាន់
ចំណុចមួយផ្សេងទៀតឱកាសការងារផ្សេងៗទៀតបានច្រើន បាទ បាទដែលយើងឲ្យបានថាបច្ចុប្បន្នយើងទទួលស្គាល់ថាយើងទៅតែប្រទេសយើងទៅតែងើបបាទពីសង្គ្រាមសេដ្ឋកិច្ចយើងក៏មិនទាន់ដើរស្រួលបួលអញ្ចឹងតើតើនៅឱកាសនៃការសិក្សាផ្សេងៗវាអាចថាសម្រាប់សាកលវិទ្យាល័យដែលល្បីថ្លៃបាទយើងអត់មានលទ្ធភាពនៃការបង់ទេអញ្ចឹងតាមរយៈអាហារូបករណ៍យើងមានឱកាសនៃការបាទរៀនបាទហើយអាចនឹងបាទក្នុងឱកាសនៃការរៀននឹងវាលើសពីអាហារូបករណ៍មួយទៀតគឺអីយើងមានឱកាសនៃការសិក្សាស្វែងយល់ពាក់ព័ន្ធនឹងឯកទេសរបស់យើងបាទទី2យើងអាចកសាងបណ្ដាញបាទកសាងបណ្ដាញបញ្ញវន្តឬក៏អ្នកដែលស្គាល់គ្នានោះបណ្ដាញកាលណាយើងមានបណ្ដាញយើងមានឱកាសបាទអង់គ្លេសគេថាអីគេថា more people more money more network more money ណាអញ្ចឹងស្គាល់មនុស្សកាន់តែច្រើនឱកាសកាន់តែច្រើនបាទរកលុយបានកាន់តែច្រើនបាទនឹងតែជាផ្នែកមួយអញ្ចឹងមិនថាតាមរយៈអាហារូបករណ៍បាទយើងព្យាយាមប្រឡូកសិនយើងសាកល្បងបាទកុំមើលងាយសមត្ថភាពខ្លួនឯងជាឱកាសមួយដែលយើងអាចឈោងចាប់ទៅលើកបានអញ្ចឹងបាទលើកទឹកចិត្តឲ្យសាកល្បងបាទអរគុណច្រើន អរគុណលោកគ្រូដោយលោកគ្រូបានជម្រាបជូនអញ្ចឹងពាក្យថាអាហារូបករណ៍មួយម៉ាត់វាស្ដាប់មើលទៅដូចជាធម្មតាប៉ុន្តែនៅក្នុងនេះគឺយើងផ្ដល់ប្រយោជន៍ច្រើនមែនទែនហើយមិនត្រឹមតែផ្ដល់ប្រយោជន៍ជួយសន្សំចៃទៅលើការចំណាយដូចយើងមករៀននៅពេញអញ្ចឹងមានថ្លៃផ្ទះថ្លៃទឹកថ្លៃភ្លើងថ្លៃចំណតក៏សពគ្រប់បែបយ៉ាងយើងជំនាញផ្សេងតែបើយើងនៅបង់សាលាទៀតហើយសាលាឥឡូវមិនមែនដូចកាលពី4-10ឆ្នាំមុនមួយឆ្នាំ100ជាង200ទេគឺតម្លៃខ្ពស់អញ្ចឹងបើសិនបើយើងទទួលបានអាហារូបករណ៍មិនត្រឹមតែជួយសម្រួលជីវភាពប្រចាំថ្ងៃទេថែមទាំងជាការដុសខាត់សមត្ថភាពរបស់យើងដូចស្អីខ្ញុំហ៊ានថាចំណុចត្រង់នេះការខ្ញុំហ៊ាននៅ UC ក៏អាហារូបករណ៍ដែរអញ្ចឹងនិទេសអីក៏កំណត់ខុសពីអ្នកដែលគាត់រៀនអត់អាហារូបករណ៍អាទាំងអស់ហ្នឹងធ្វើឲ្យយើងកាន់តែសម្រួលបន្ថែមទៀតអញ្ចឹងលោកគ្រូបាទហើយមួយទៀតអាចថានេះពេលបច្ចុប្បន្នប្រមុខរដ្ឋាភិបាលរបស់យើងក៏ផ្ដល់អាហារូបករណ៍ទៅកាន់បងប្អូនសិស្សដូចគ្នាអញ្ចឹងអាហារូបករណ៍អាចថាជាឱកាសមួយដើម្បីឲ្យបងប្អូនដែលគាត់នៅអត់មានលទ្ធភាពនៅក្នុងការរៀនសាលាថ្លៃសាលាខ្ពស់ការបង់ថ្លៃឬក៏ឱកាសនៅក្នុងការទៅសិក្សាក្រៅប្រទេសគាត់អាចទទួលបានឱកាសដោយសារតែបើសិនគាត់ខិតខំប្រឹងប្រែងទៅគាត់ទទួលបានរឿងអត់ទេនេះមិនមែនថាតោះតែអ្នកឯងមានលុយទៅអ្នកឯងបានរៀនសាលាល្អអត់ទេសម័យនេះគឺតោះតែយើងមានសមត្ថភាពពេលខ្លះបើយើងមានលុយហើយអត់មានសមត្ថភាពទៅរៀនបានមួយខែពីរខែអាចនឹងបោះបង់ឬក៏ back មកវិញថាយើងអាចនេះអញ្ចឹងដូចលោកគ្រូបានជម្រាបជូនគឺថាប្រយោជន៍ច្រើនមែនតើហើយអាណាព្យាបាលក៏ដូចគ្នាចង់ឲ្យគាត់លើកទឹកចិត្តទៅកាន់កូនឲ្យគាត់ខិតខំប្រឹងប្រែងសិក្សានឹងគេហៅថាដាក់យកអាហារូបករណ៍ទាំងអស់គ្នាជាក់ស្ដែងដូច UC ពីមួយឆ្នាំទៅមួយឆ្នាំដូចអាហារូបករណ៍ច្រើនណាលោកគ្រូបាទមានច្រើនកន្លែងច្រើនប្រភេទកន្លងមកណាបាទក្នុងនាមលោកគ្រូជាលោកគ្រូម្នាក់នៅសិស្សនៅក្នុងថ្នាក់អ្នកខ្លះគាត់ថាចេះគ្រូលំអៀងបរៀនសិស្សអាហារូបករណ៍យ៉ាងនេះជាងសម្រាប់លោកគ្រូវិញបាទជាការពិតនៅពេលដែលខ្ញុំប្រឡងជាប់អាហារូបករណ៍នឹងដំបូងក៏មានការទៅចែកលើចំណុចដឹងដែរដែលគាត់ថាហើយខ្ញុំខ្លួនឯងក៏ខ្ញុំអត់ច្បាស់ថាវាបែបម៉េចដែរហើយតកតងនឹងការប្រាប់អ្នកផ្ដល់ព័ត៌មានតកតងជំនាញអាហារូបករណ៍ហ្នឹងក៏គាត់ប្រាប់ដែរថាគួរតែយកជំនាញខាង IO ខាងតំណែងតំណងអន្តរជាតិណាតែខ្ញុំក៏គិតហើយក៏គិតពិចារណាថាចុះបើខ្ញុំទៅយកខាងហ្នឹងបើខ្ញុំអត់ស្រឡាញ់ផងទៅដល់ធ្វើអីអានេះជាចំណុចមួយអញ្ចឹងក៏ពិភាក្សាកាលហ្នឹងមកសួរនៅកន្លែង research ចុះឈ្មោះតែងពីអាហារូបករណ៍ហ្នឹងក៏សួរនាំចិត្ត1ម៉ោងបានយើងសួរនាំបន្ថែមហូរហើយទៅអញ្ចឹងចុងក្រោយសម្រាប់ចិត្តថាយើងនឹងជ្រើសរើសយកជំនាញអប់រំដែលស្របតាមបេះដូងរបស់យើងទី1បាទហើយមួយទៀតក៏មានអារម្មណ៍គិតថាប្រហែលជានិស្សិតអាហារូបករណ៍ហ្នឹងមិនត្រូវបានគ្រូយកទៅដាក់ច្រើនទេបាទប៉ុន្តែនៅពេលដែលយើងមកសិក្សាដោយសារទី1នៅសាកលវិទ្យាល័យកម្ពុជាយើងសិក្សាតាមប្រព័ន្ធ credit ផងអញ្ចឹងយើងអត់មានបានបែងចែក block អាហារូបករណ៍ផ្សេងទៀតមិនថានិស្សិតអាចជ្រើសរើសមុខវិជ្ជាបាទរៀនបាទហើយពេលខ្លះយើងអាចរៀនជាមួយនឹងសាស្ត្រាចារ្យផ្សេងដែលយើងអាចសម្រាប់ចិត្តជាពិសេសតទៅនឹងមុខវិជ្ជាដែលយើងមានជំរឿនណាអញ្ចឹងយើងអាចចុះឈ្មោះក៏បានទៅចុះឈ្មោះបានយើងអាចពញាទៅឆមាសក្រោយក៏បានប៉ុន្តែយើងអត់មានប្រព័ន្ធដែល block យើងទុកមកដុំទេអញ្ចឹងក្នុងហ្នឹងណាចឹងឱកាសនេះការផ្ដល់អាហារូបករណ៍វាពេលខ្លះវាអាចថាវាមានជាហៅថាជានិន្នាការនៃការផ្ដល់ជូនហើយនឹងគោលបំណងអីមួយជាក់លាក់បាទដោយយើងអាចថាជាធម្មជាតិបណ្ដាអាហារូបករណ៍មួយគេផ្ដល់ទៅគេមានគោលបំណងមួយដែលចង់បញ្ជ្រាបទៅលើបាទអាចថាជាអង់គ្លេសហៅថា ideology ណាជាយើងជាផ្នែកដែលគេចង់ថាឲ្យយើងធ្វើហ្នឹងដើម្បីយកអីមួយទៅអនុវត្តក្នុងសង្គមហ្នឹងឯងបាទអញ្ចឹងដែលជាចំណុចមួយដែលអាចថាវា
ផ្ដាល់ជូននៅមានដែលមានគោលបំណងជាក់លាក់ណាមួយអញ្ចឹងក្នុងនេះគេអត់អាចថាអាហារូបករណ៍ត្រូវតែឲ្យគាត់រៀនបែបអន់ឬក៏បែបម៉េចអានេះជាផ្នែកមួយដែលជាកំហុសឆ្គងដែលយើងគិតណាបាទអញ្ចឹងជារួមបាទខ្ញុំគិតថាអាហារូបករណ៍យើងគួរតែពិនិត្យមើលលើហ្នឹងជាឱកាសបាទកុំឲ្យយើងមានអារម្មណ៍ថាអ្វីដែល free អត់មានគុណភាពប៉ុន្តែយើងខ្លួនឯងក៏ត្រូវតែទុកចិត្តខ្លួនឯងថាអ្វីដែល free បានមកដោយស្រួលត្រូវខំប្រឹងអស់លទ្ធភាពដែរកុំឲ្យយើងគិតថាយើងទទួលមក free យើងអត់បាច់ខំរៀនក៏បានចុងក្រោយយើងនឹង go back បាទយើង load អត់ហ្នឹងទេបាទអានេះជាចំណុចមួយដែលសំខាន់អញ្ចឹងហើយបានថាឱកាសទទួលបានអាហារូបករណ៍ឲ្យគួរតែធ្វើខ្លួនឯងឲ្យខ្លាំងបាទទៅមុខទៀតបាទយើងជួយសម្រួលបន្ទុករបស់យើងអាចបន្តទៅជំហានទៀតហើយយើងទុកលុយនេះជួយសេដ្ឋកិច្ចគ្រួសាររបស់យើងឲ្យហូរហែបាទនេះជាចំណាប់អារម្មណ៍របស់ខ្ញុំទៅដល់នោះនេះបាទដោយលោកគ្រូបានលើកឡើងអំបញ្ញមិញអញ្ចឹងគឺពិសេសមែនទែនអញ្ចឹងបងប្អូនរបស់យើងដែលកំពុងតែសិក្សាទៅលើអាហារូបករណ៍ធ្វើយ៉ាងណាកុំឲ្យអ្នកដែលផ្ដល់អាហារូបករណ៍ឲ្យយើងនឹងមានការខកចិត្តអីព្រោះថាគេផ្ដល់អាហារូបករណ៍ឲ្យយើងគេតែងតែមានក្តីរំពឹងទំនុកចិត្តមកកាន់យើងបាទប៉ុន្តែគ្រប់អាហារូបករណ៍ទាំងអស់តែងតែត្រូវតែផ្ដល់ទៅកាន់គេវិញតាមរយៈរូបភាពណាមួយឧទាហរណ៍ថាពេលខ្លះគេផ្គាត់អាហារូបករណ៍ឲ្យយើងនៅពេលដែលយើងហ៊ានចាប់យើងត្រូវបម្រើការនៅក្នុងស្ថាប័នរបស់គេក្នុងចន្លោះប៉ុណ្ណេះបាទអញ្ចឹងទាំងអស់នេះហើយអ្នកទាំងអស់គ្នាកុំមានអារម្មណ៍ថាមានសម្ពាធគេនេះប៉ុន្តែបើយើងងាកត្រឡប់មកវិញមិនងាយទេមនុស្សជាច្រើនចង់បានអាហារូបករណ៍ដើម្បីសិក្សាតែអត់ទទួលបានទេតែបើសិនជាយើងទទួលបានហើយក៏យើងត្រូវតែផ្ដល់អីទៅកាន់គេវិញព្រោះឧទាហរណ៍ទៅក្នុងសហគមន៍មួយនឹងបាទមានអង្គការណាមួយដែលផ្ដល់អាហារូបករណ៍ទៅកាន់សហគមន៍មួយនឹងបើសិនបើសហគមន៍មួយនឹងទទួលបានអាហារូបករណ៍នឹងហើយសិក្សាមិនយកចិត្តទុកដាក់បោះបង់ចោលពេលខ្លះគេហៅថាអាច affect ទៅកាន់សហគមន៍នឹងដែលចំនួនបន្ទាប់បាទហ្នឹងហើយព្រោះថាគេអាចនឹងលែងបាទបាច់ផ្ដល់ឲ្យសហគមន៍នឹងទៀតមើលទៅវាអត់ស្នេះទេចារណាកន្លែងថ្មីអញ្ចឹងមិនប៉ះពាល់ទៅយើងទេប៉ះពាល់ទៅដល់ទាំងមូលអ្នកជំនាន់តទៀតអរគុណទូទស្សនិកជនជាទីមេត្រីលោកអ្នកកំពុងតែទស្សនានៅក្នុងកម្មវិធីវេទិកាអាហារូបករណ៍ដែលខ្ញុំបានជជែកទៅលើចំណុចមួយចំនួនទាក់ទងទៅនឹងការសិក្សាអាហារូបករណ៍អត្ថប្រយោជន៍ក៏ដូចជាឱកាសការសិក្សាអាហារូបករណ៍ហើយសង្កេតឃើញបងប្អូនឥឡូវនេះគាត់មិនត្រឹមតែហ៊ាន apply នៅក្នុងស្រុកទេគាត់ហ៊ាន apply ទៅដល់ក្រៅប្រទេសទៀតដោយសារតែគាត់ងាយស្រួលនៅក្នុងការស្វែងរកព័ត៌មានហ្នឹងហើយបងប្អូនឥឡូវឆ្លាតណាស់បាទគឺគាត់បើថាគាត់ចង់ apply ទៅប្រទេសហ្នឹងគាត់ស្រាវជ្រាវពីប្រទេសហ្នឹងបបធម៌ផងអីផងការយល់ឃើញរបស់លោកគ្រូមិនដែរបាទចំណុចនេះបាទយើងអាចបានថាបច្ចុប្បន្ននេះបាទដោយអាដាមលោកបានបញ្ញារដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាលោកបានមានប្រសាសន៍ថាបន្ទាប់ពី COVID យើងបើកជើងមេឃធំជាងមុនបាទយើងរុញប្រទេសយើងទៅ10 20ឆ្នាំបាទលឿនជាងមុនបាទដែលយើងមិនរំពឹងថាយើងមានប្រព័ន្ធអនឡាញដែលយើងអាចស្រាវជ្រាវបានច្រើនណាបាទអញ្ចឹងនេះជាផ្នែកមួយដែលយើងបែរថាបើកជើងមេឃហើយយើងអាចនឹងពង្រីកវិសាលភាពនៃឱកាសអាហារូបករណ៍បាទដើម្បីបដោះនៅធនធានមនុស្សនិងបញ្ញវន្តរបស់យើងបាទដែលអនាគតទៅអាចនឹងក្លាយទៅជាមូលធនមនុស្សដែលសង្គមយើងត្រូវការជាចាំបាច់បាទអញ្ចឹងយើងរំពឹងថាវានឹងកាន់តែមានភាពទូលំទូលាយហើយមិនចាំបាច់ទៅស្រុកគេក៏បានដែរបច្ចុប្បន្ននេះមានអាហារូបករណ៍មួយចំនួនបាទនៅក្នុងប្រទេសយើងក៏អាចរៀនបានដូចគ្នាបាទដែលជាយើងអាចបានថាសម្រាប់អ្នកនៅក្នុងស្រុកវាជារឿងមួយល្អត្រង់ថាយើងសម្រាប់សុខុមាលភាពផ្លូវចិត្តរបស់យើងល្អបាទដូចខ្ញុំទទួលបានអាហារូបករណ៍នៅក្នុងសាកលវិទ្យាល័យក្នុងស្រុកយើងអត់ចាំបាច់ធ្វើដំណើរទៅនៅក្រៅប្រទេសទៅគេរៀនស្នាក់នៅរៀននៅទីនោះទេអត់ចាំបាច់បីគ្រួសារទេចឹងនេះជាឱកាសមួយដែលល្អមែនទែនអញ្ចឹងវាសុខុមាលភាពផ្លូវចិត្តរបស់យើងនៅចិត្តគ្រួសារប៉ុន្តែយើងក្នុងនោះក៏យើងមានបញ្ហាប្រឈមដែរដោយសារអីយើងបានតែអាហារូបករណ៍ប៉ុន្តែសម្រាប់អាជីវភាពប្រចាំថ្ងៃយើងត្រូវការទៅប្រកបរបរចិញ្ចឹមជីវិតធម្មតាអញ្ចឹងរៀនផងធ្វើការផងវាមិនសូវជាស្រួលប៉ុន្តែមិនមែនបានថាយើងធ្វើមិនបានទេបាទអង់គ្លេសថា nothing is impossible because everything possible យើងអាចធ្វើបានអញ្ចឹងមានន័យថាមិនអាចទៅរួចដោយសារគ្រប់យ៉ាងវាអាចធ្វើទៅរួចអញ្ចឹងជាផ្នែកមួយយើងអាចធ្វើក៏ថាវាពិបាកបន្តិចតែមិនមែនថាយើងធ្វើមិនបានបាទពលៈចិនវងថាម៉េចថារឿងខ្លះវាមិនស្លាប់ទេក៏ថាវាពិបាកបន្តិចហ្នឹងបាទអ្នកប្រាជ្ញក៏លើកឡើងថាម៉េចថាវារឿងខ្លះគេថាបញ្ហាទាំងឡាយដែលមិនធ្វើយើងស្លាប់វានឹងធ្វើយើងរឹងមាំខ្លាំងជាងមុនទៅមុខទៀតអញ្ចឹងឆ្លងកាត់បែបនេះមិនថាវាទៅបីថាវាមានរូបភាពមួយដែលយើងអាចថាយើងលំបាកតដាបតដួសក្នុងវិថី academic ប៉ុន្តែយើងអាចឆ្លងកាត់រសជាតិជីវិតបទពិសោធន៍ជីវិតមួយទៀតដែលបន្ថែមទៅលើអាហារូបករណ៍ហ្នឹងយើងអាចមានឱកាស survive ខ្លួនឯងបានអញ្ចឹងណាបាទអញ្ចឹងយើងកាន់តែខ្លាំងជាងមុនបាទអរគុណអរគុណលោកគ្រូលោកគ្រូដែលបានចំណាយពេលវេលាចូលរួមនៅក្នុងកម្មវិធីរបស់យើងលោកគ្រូមានអីចូលរួមចុងក្រោយ
នៅក្នុងកម្មវិធីរបស់យើង បាទអញ្ចឹងជាចុងក្រោយបាទមានតែមតិផ្ដាំផ្ញើដល់បងបងបងប្អូនបាទដែលស្វែងរកឱកាសហេតុឧបករណ៍បាទសូមកុំខ្លាចនៃការស្វែងរកនៃឱកាសនៃការសាកល្បងបាទកុំមើលងាយសមត្ថភាពខ្លួនឯងបាទអាហារូបករណ៍ជាស្ពានមាសបាទដែលខ្ញុំបាននិយាយកណ្ដាលជាផ្នែកមួយដែលចម្លងឲ្យយើងកិច្ចផុតពីភាពលំបាកបាទឬក៏ភាពខ្វះខាតនៃលទ្ធភាពនៃការចូលរៀនទៅកាន់វិថីទី1វិជ្ជាទី3យើងអាចថាភ្ជាប់ទៅកាន់អាជីពការងាររបស់យើងនាពេលអនាគតផ្សេងទៀតហើយជាចុងក្រោយក៏សូមថ្លែងអំណរគុណដល់ស្ថានីយ៍វិទ្យុស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ក៏ដូចជាសាកលវិទ្យាល័យកម្ពុជាដែលបានផ្ដល់ឱកាសឲ្យខ្ញុំបានចូលរួមចែកម្លែកនៅវេទិកានេះបាទសូមអរគុណច្រើនបាទអរគុណលោកគ្រូបាទទូទស្សនិកជនជាទីមេត្រីពេលវេលានៅក្នុងកម្មវិធីបានឈានចូលមកដល់ទីបញ្ចប់អរគុណសម្រាប់ការតាមដានទស្សនារបស់អ្នកតាំងពីដើមរហូតដល់ចប់យើងនឹងជួបគ្នានៅក្នុងសប្តាហ៍ក្រោយតាមពេលវេលានៅម៉ោងដដែលវត្តនេះខ្ញុំបាទរួមទាំងក្រុមការងារសូមអរគុណសូមគោរពលា